ថ្ងៃណាមួយខ្ញុំនឹងទៅទីក្រុងនោះឲ្យបានវាមានពន្លឺស្អាតណាស់ខ្ញុំនឹងទៅទីក្រុងនោះជាមួយបងដែរចាគីងគូអើយទីក្រុងនោះស្អាតមែនតែវានៅឆ្ងាយណាស់ផ្លូវទៅទីនោះពោពេញដោយគ្រោះចង់ឃើញវាខ្លាំងណាស់ប៉ុន្តែលោកតាខ្ញុំចង់ឃើញពិភពលោកខាងក្រៅណាស់ជួយផងទឹកមកលឿនពេកហើយខ្ញុំហែមិនរួចទេកុំខ្លាចគង្គក់តោងខ្នងខ្ញុំមកលឿនឡើងតែងច្រើនពេកខ្ញុំមើលមិនឃើញផ្លូវទេយើងគួរទៅផ្លូវណាកុំព្រួយគីងគក់ខ្ញុំដឹងផ្លូវកាត់តាមខ្ញុំមកឲ្យចិត្តយើងត្រូវតែរត់ឲ្យលឿនយើងរួចខ្លួនហើយគីងគក់សំណាងល្អដែលឯងមិនអីអរគុណឯងណាស់ត្រីមើលនោះហាក់ដូចជាមានភ្លើងព្រៃនៅខាងមុខខ្ញុំមិនអាចទៅជាមួយឯងទៀតបានទេឯងត្រូវតែប្រយ័ត្នខ្ញុំយល់ហើយខ្ញុំនឹងប្រយ័ត្នអរគុណម្ដងទៀតអាពួកម៉ាក់មិត្តល្អក្តៅណាស់ខ្ញុំទៅមុខលែងរួចហើយលោកតាកដកខ្ញុំសុំទោសណែលោកគង្គក់តូចបើមិនចង់ខ្លាចជាគង្គក់អាំងទេឆាប់ឡើងមកជិះលើខ្នងខ្ញុំលឿនឡើងខ្លាកុំស៊ីខ្ញុំអីខ្ញុំសាច់មិនឆ្ងាញ់ទេមានពេលនិយាយលេងទេតោងរោមខ្ញុំឲ្យជាប់យើងត្រូវរត់ចេញពីទីនេះគីងគូតោងឲ្យជាប់បំផុតតាមដែលអាចធ្វើបានខ្ញុំត្រូវតែលោតហើយអូយលោកព្រះជួយផងផោះទៅអើយយើងនៅរស់ទេអូខេខ្ញុំមិនតន់ខ្លាចជាគង្គក់អាំងទេហាហាឯងក្លាហានណាស់ទូចល្អិតខ្ញុំឈ្មោះខ្លាខ្ញុំឈ្មោះគីងគក់ខ្ញុំកំពុងធ្វើដំណើរទៅទីក្រុងដើម្បីមើលពិភពលោកអរគុណខ្លាំងណាស់ដែលបានជួយជីវិតខ្ញុំបងខ្លាតាំងពីពេលនេះទៅយើងជាមិត្តនឹងគ្នាហើយអូយនរណាចោលផ្លែឈើមកលើក្បាលខ្ញុំចង់សាក់កម្លាំងមែនទេសុំទោសបងធំខ្ញុំគ្រាន់តែចង់សាក់លបងមើលថាតើខ្លាមានប្រតិកម្មលឿនប៉ុណ្ណាឯងនឹងមិត្តភក្តិតូចនោះចង់ទៅណាដែរពួកយើងចង់ទៅទីក្រុងតើបងស្វាស្គាល់ផ្លូវទេយើងមិនសូវស្គាល់ទិសដៅច្បាស់ទេទីក្រុងងាយស្រួលណាស់តាមខ្ញុំមកខ្ញុំស្គាល់ផ្លូវកាត់តាមកំពូលឈើដែលលឿនជាងដើរលើដីក្តៅខ្លាំងណាស់ខ្ញុំមិនដែលឃើញកន្លែងណាបែបនេះទេតើនៅឆ្ងាយទៀតទេកុំបារម្ភអីទូចល្អិតយើងត្រូវតែស៊ូទីក្រុងគឺនៅខាងមុខយើងត្រូវតែរកទឹកឲ្យបានមើលនោះហាក់ដូចជាមានអ្វីមួយនៅក្នុងខ្សាច់តើវាជាអ្វីខ្ញុំមិនអាចជាប់នៅទីនេះទេខ្ញុំត្រូវតែរកវិធីរួចខ្លួនសូមប្រយ័ត្នគីងគក់ប្រសិនបើអ្នករួចខ្លួនអ្នកអាចរកអ្វីមួយដើម្បីជួយពួកយើងបានគីងគក់សូមរស់រាន់ឡើងកំពុងតែស្អិតខ្លាំងឡើងហើយ Panic growls and roars បងខ្លាចាប់យកវាខ្ញុំនឹងទាញឯងចេញសូមលឿនឡើងគីងគក់ភក់កំពុងតែស្អិតខ្លាំងខ្ញុំនឹងជួយដឹកនាំវាកុំឲ្យវាធ្លាក់ចូលភក់បងខ្លាចាប់វាឲ្យជាប់ខ្ញុំនឹងប្រើកម្លាំងបង្វិលខ្ញុំចាប់វាជាប់ហើយខ្ញុំកំពុងព្យាយាមអ្នកទាំងពីរធ្វើបានហើយបន្តទៅទៀតអរគុណប្អូនស្វាបើគ្មានឯងទេខ្ញុំប្រហែលជាត្រូវស្លាប់នៅក្នុងភក់នេះហើយមិនអីទេបងខ្លាយើងជាមិត្តនឹងគ្នាវាស្អាតខ្លាំងណាស់ទីក្រុងនេះពិតជាមានមែនហើយទីបំផុតក្តីស្រមៃរបស់យើងបានក្លាយជាការពិតហើយពួកយើងធ្វើបានហើយដំណើរនេះពិតជាមានន័យខ្លាំងណាស់មែនហើយឥឡូវនេះយើងអាចសម្រាកនិងរីករាយនឹងទីក្រុងដ៏ធំនេះបានហើយ